ní lỡ đập bay Pro Max dưỡng thưa từ nãy cái phần tay có sao ấy cứประเภท ekran របស់ បងប្រុស គឺមានបញ្ហាខូចស្រាប់ហើយអញ្ចឹងយើងអាចជួយបានត្រឹមធ្វើឲ្យ ekran បើកចេញប៉ុន្តែมันអាចជួយបាន 100% ទេសម្រាប់ iPhone 13 Pro Max ម្ដងនេះមានបញ្ហាញាក់ ekran ហើយញាក់ចេញតែមួយព្រាកដូចបងប្អូនឃើញអញ្ចឹងសម្រាប់បញ្ហានេះគឺជាជំងឺទូទៅរបស់13 Pro Max ទេអញ្ចឹងតោះមកជួសជុលទាំងអស់គ្នាសម្រាប់វីដេអូនេះរៀងវែងតិចពីព្រោះដោយសារតែភ្ញៀវគាត់ជាអ្នកនៅខេត្តអញ្ចឹងយើងធ្វើម៉េចថតវីដេអូពេញដើម្បីឲ្យភ្ញៀវមើលតែម្ដងអញ្ចឹងដំបូងឡើយយើងដោះខ្សែគូតក្រោយមកនិយាយទៅសម្រាប់ iPhone គឺទូទៅគឺត្រូវតែដោះខ្សែគូតក្រោយបែបហ្នឹងឯងហើយយើងដាក់ចូលអង្គមដើម្បីកោសអេក្រង់របស់យើងនេះយើងដាក់មកសកត់គៀបវាមកហើយយើងកោសបានហើយអញ្ចឹងសម្រាប់តាក់ទងនឹងទូរស័ព្ទនេះគឺបងប្រុសគាត់បានប្រាប់ថាគាត់យកទៅឲ្យគេជួសជុល2 3ដងហើយតែគ្រាន់តែតាក់ទងការជួសជុលគឺនៅតែអត់ចេញអត្តនាការគេទាគាត់ដូរអេក្រង់អញ្ចឹងសម្រាប់បញ្ហានេះយើងសាកមើលសិនមើលតែគាត់ប្រាប់ថាតាក់ទងកអេក្រង់តាក់ទងអីហ្នឹងគឺគាត់ថាសោះអស់ហើយគេជួសជុលដល់ណាជួសជុលឡើងកើតណាអញ្ចឹងមានបញ្ហានេះគឺយើងអត់ហ៊ាននិយាយ 100% ថាយើងអាចធ្វើចេញទេពីព្រោះដោយសារតែវាធ្ងន់ធ្ងរដែរបើសិនជាលឺស្ដាប់តាមគាត់និយាយហ្នឹងគឺធ្ងន់ធ្ងរព្រោះជាងគាត់ធ្វើអត់ចេញហើយហ្នឹងដល់ណាជាងគាត់ថាខូចអេក្រង់ហើយអញ្ចឹងបញ្ហានេះយើងមិនធ្វើទេយើងមានតែព្យាយាមបើសិនជាអាចចេញទៅគាត់ក៏សល់លុយយើងក៏បានលុយនេះណែហើយនេះគឺជា10ខាងក្នុងរបស់13 Pro Max ហ្នឹងមានចូលដីតិចតួចហើយបាត់ខ្ចៅមួយអត់អីទេកអេក្រង់នេះបងប្អូនអាចមើលបានកអេក្រង់គឺសោះតែម្ដងបាទពីព្រោះដោយសារតែជំងឺនេះមិនមែនជាជំងឺនៅលើកអេក្រង់ហ្នឹងទេបងប្អូនអរគ្នាគឺជំងឺគឺនៅមិនច្រឡំជំងឺមិនមែននៅលើកន្លែងខ្សែតហ្នឹងណាជំងឺហ្នឹងគឺនៅក្រោមនេះអញ្ចឹងវាបាំងតែបន្តិចហ្នឹងលុយបានលើយើងអញ្ចឹងតោះទៅជួសជុលមើលបានលុយឬក៏អំបិលណែអញ្ចឹងសម្រាប់បញ្ហានេះដំបូងឡើយយើងមុននឹងធ្វើអីគឺយើងត្រូវបិទកាមេរ៉ាមួយសិនសម្រាប់បិទកាមេរ៉ានេះគឺមិនសូវថ្លៃប៉ុន្មានទេបងប្អូនមានយើងបិទទៅយើងអាចការពារកាមេរ៉ាកុំឲ្យចូលដីឬកុំឲ្យមានបញ្ហាប៉ះលើដៃរបស់យើងទៅវាធ្វើឲ្យមានបញ្ហាអញ្ចឹងសម្រាប់បញ្ហានេះគឺយើងដោះខ្ចៅតាបាន7 8គ្រាប់នេះខាងលើនេះមកយើងអាចយកអេក្រង់ចេញបានហើយយើងអាចជួសជុលបានហើយហើយសម្រាប់តាក់ទងនឹងការជួសជុលអេក្រង់13មិនថា13 14ទេដែលមានបញ្ហាបែកពណ៌ណាយើងមានធានាជូនបងប្អូនទាំងអស់គ្នារយៈពេល1ខែតែម្ដងហើយសម្រាប់ការធានាហ្នឹងបើសិនជាឧទាហរណ៍ថាឥឡូវបងប្អូនញាក់អញ្ចឹងជើងក្រោយបងប្អូនមកមានបញ្ហាបែកសឬក៏ជើងក្រោយបងប្អូនមានបញ្ហាបែកបេតុងយើងនៅតែធានាជូនដូចគ្នាអញ្ចឹងបងប្អូនធ្វើតែម្ដងបងប្អូនលែងបារម្ភហើយមួយទៀតបើសិនជាឧទាហរណ៍ថាតាក់ទងនឹងបងប្អូនជួសជុលច្រើនដងពេកធុញណា3 ដងហើយនៅតែអត់ចេញនៅតែប្រើអត់ស្រួលអញ្ចឹងតាក់ទងនឹងបញ្ហានេះគឺយើងធានាជូនគឺយើងសងជូនលុយបងប្អូនវិញអញ្ចឹងដោយសារតាតាក់ទង frame របស់បងប្រុសគឺនៅមាំល្អមិនជា frame ស្រីនេះតែគ្រាន់តែវានៅមាំអញ្ចឹងយើងមិនបាច់តាមបាច់កោះ frame ទេដើម្បីថែរក្សារបស់បងឲ្យស្អាតដែរអញ្ចឹងយើងកាត់តែមួយដុំដែលយើងត្រូវធ្វើហ្នឹងទៅបានហើយយើងមិនបាច់ធ្វើអីដែលកន្លែងផ្សេងទៀតទេអញ្ចឹងបន្ទាប់មកទៀតយើងកាត់កន្លែងមួយដុំហ្នឹងតិចមកតើតើការកាត់យើងទ្រាប់អានេះតិចមកដើម្បីការពារកុំឲ្យប៉ះពាល់ទៅដល់សាច់អេក្រង់តែម្ដងអញ្ចឹងនេះកន្លែងនេះអញ្ចឹងទោះបីយើងកាត់ជ្រុលដៃក៏វាអត់ដល់អេក្រង់ហ្នឹងដែរវាត្រឹមតែប៉ះសាច់ដែកហ្នឹងទេហើយអញ្ចឹងបើសិនជាឧទាហរណ៍ថា13 Pro Max របស់បងប្អូន frame scene អញ្ចឹងបើយកជួសជុលបែបនេះគឺថែរក្សា frame scene នៅតែដែរតែម្ដងគឺអត់មានប៉ះពាល់ទៅដល់ frame របស់បងប្អូនទេអញ្ចឹងតែប៉ុណ្្នឹងមកយើងឆ្កឹះវាមកបើយើងវាឆ្កឹះអត់ទាន់ដាច់នេះដាច់ហើយអញ្ចឹងឥឡូវយើងឃើញជើងដែលដាច់ហើយអញ្ចឹងយើងតតែមួយជើងហ្នឹងទៅរួចជាការស្រេចហើយនេះជាជើងដែលដាច់របស់យើងហ្នឹងគឺសម្រាប់បញ្ហានេះទូទៅទេកុំខ្វល់អីបងប្អូនអរគ្នាមានបញ្ហាជួសជុលទៅយើងអត់តម្រូវឲ្យដូរអេក្រង់ទេព្រោះដោយសារតែអេក្រង់វាថ្លៃពេកអញ្ចឹងតាក់ទងការជួសជុលនេះយើងចំណាយប្រហែលជា 20% ទេយើងចំណេញ
យើងអត់ចំណាយច្រើនណាអញ្ចឹងបើសិនជាបងប្អូនដូរអេក្រង់choបងប្អូនចំណាយច្រើនណានេះបងប្អូនអរគ្នាឥឡូវ13 Pro Max យើងរៀបចំហើយហីចឹងសម្រាប់បញ្ហានេះគឺបន្ទាប់ពីយើងដាក់បារ៉តហើយយើងត្រូវថែមកម្ដៅតិចទៀតបានអេក្រង់ហ្នឹងអាចបើកដំណើរការណាអញ្ចឹងសម្រាប់ឥឡូវគឺអេក្រង់យើងបើកបានត្រឹមតែមួយញាក់មួយព្រាកដដែលទេនេះឥឡូវ13 Pro Max យើងធ្វើដំណើរការប៉ុន្តែអកុសលអីគឺប្រភេទអេក្រង់របស់បងប្រុសគឺមានបញ្ហាខូចស្រាប់ហើយអញ្ចឹងយើងអាចជួយបានត្រឹមធ្វើឲ្យអេក្រង់បើកចេញប៉ុន្តែมันអាចជួយបាន 100% ទេពីព្រោះដោយសារតែអេក្រង់13 Pro Max នេះយកទៅគឺសាមុនអត់ច្បាស់ថាមានបញ្ហាអីទេតែគ្រាន់ឃើញដូចបងប្អូនឃើញអញ្ចឹងគឺស្នាមហ្នឹងគឺខូចអេក្រង់ហើយនេះគឺជាប់ខ្មៅបែបនេះឯងជាប់បែបនេះអញ្ចឹងសម្រាប់13 Pro Max នេះចេញដំណើរការធម្មតាប៉ុន្តែអេក្រង់ខាងលើនេះខូចបាត់ហើយអញ្ចឹងយើងសាកសួរបងប្អូនមើលពេលដំបូងមុនគាត់យកជាងជួសជុលតែមានបញ្ហាហ្នឹងអត់រួចរាល់ហើយអរគុណច្រើន